សំណួរសួរថាហេតុអីបានជាប្តីក្បត់ប្រពន្ធនៅក្នុងសង្គមខ្មែរនឹងវាមានច្រើនម្ល៉េះពីបទនេះវារៀងក្តៅបន្តិចហើយថ្មីនេះគឺមានច្រើនអញ្ចឹងចំណុចទី1វាពាក់ព័ន្ធមួយវប្បធម៌កំសាន្តនិងការខ្សែគប់នៅក្នុងសង្គមខ្មែរយើងបរិបទភាគច្រើនមានទម្លាប់ជួបជុំផឹកស៊ីតាមហាងឬក៏កន្លែងកំសាន្តដូចហៅ KTV ឬ Club អីចឹងទៅបន្ទាប់ពីមានការសម្រាកពីការងាររបស់គាត់ចឹងទៅបរិយាកាសនេះវាងាយនឹងបង្កឲ្យមានទំនាក់ទំនងជាមួយនឹងអ្នកទី3ឬក៏ស្រីទី3លើពីនេះបើក្រុមមិត្តភ័ក្តិរបស់ពួកគាត់ដែលគាត់ខ្សែគប់នឹងមានទម្លាប់ដើរលេងក្រៅបែបហ្នឹងវាកាន់តែជំរុញឲ្យគាត់យល់ថាការដែលមានស្រីក្រៅជារឿងធម្មតាឬជារឿងឬក៏គេហៅថា style របស់មនុស្សប្រុសយើងអញ្ចឹងណាហើយមួយទៀតវាពាក់ព័ន្ធមួយនឹងផ្នត់គណិត gender ឬក៏អំណាចបច្ចុប្បន្នមានភាពទំនើបប៉ុន្តែអាផ្នត់គំនិតបុរាណខ្លះវាមានឥទ្ធិពលដូចជាការយកឃើញថាមនុស្សប្រុសមាសទឹកដប់ទោះបីធ្វើខុសក៏នៅមានតម្លៃបរិះខ្លះគាត់មានលុយកាក់មានអំណាចច្រើនតែមានអំនួតហើយយល់ថាខ្លួនមានសិទ្ធិចង់បានអ្វីក៏បានដែលវានាំឲ្យខ្វះនៅការផ្ដល់តម្លៃនិងការគោរពចំពោះប្រពន្ធកូននៅក្នុងផ្ទះពាក់ព័ន្ធមួយសិលធម៌ខ្វះសិលធម៌និងការគ្រប់គ្រងអារម្មណ៍និងចិត្តបើនិយាយទៅតាមបែបចិត្តសាស្ត្រឬក៏ទស្សនវិជ្ជាមនុស្សម្នាក់មានតម្រូវការនិងការចង់ឃើញប៉ុន្តែអ្វីដែលធ្វើឲ្យគ្រួសារបែកបាក់គឺដោយសារតែបរិះម្នាក់ខ្វះសតិសម្បញ្ញៈនិងការគ្រប់គ្រងទៅលើចំណង់របស់ខ្លួនឯងនៅពេលដែលភាពអត់ធ្មត់កម្រិតទាបហើយការឲ្យតម្លៃទៅលើពាក្យសន្យាក្នុងអាពាហ៍ពិពាហ៍គឺកាន់តែចុះខ្សោយពួកគាត់អាចសម្រេចចិត្តដើរផ្លូវខុសហើយមកចំណុចទៀតវាពាក់ព័ន្ធមួយបញ្ហានៅក្នុងក្រុមគ្រួសារពេលខ្លះបន្ទាប់ពីមានកូនទំនាក់ទំនងរវាងប្តីប្រពន្ធចាប់ផ្ដើមប្រែប្រួលដល់ទៅលើកូនធ្វើឲ្យខ្វះការយកចិត្តទុកដាក់ទៅលើដៃគូរបស់ខ្លួនយ៉ាងដែរសម្ពាធអរញ្ញវត្ថុក៏ជាចំនួនធ្វើឲ្យភាគីខាងប្រុសហ្នឹងចង់រត់ចេញទៅរកភាពសប្បាយខាងក្រៅដើម្បីបំបត្តិភាព stress របស់គាត់ចឹងទៅកង្វះនៃការប្រស័យតាក់ទងការមិននិយាយគ្នាត្រង់នៅតម្រូវការរៀងខ្លួនហ្នឹងក៏វាជាចំណុចមួយដែលធ្វើឲ្យមនុស្សយើងទៅអញ្ចឹងដែរមួយទៀតពាក់ព័ន្ធមួយនឹងឥទ្ធិពលនៃបច្ចេកវិទ្យាឬក៏បណ្ដាញសង្គមមាន Facebook TikTok ឥឡូវច្រើនណាបណ្ដាញសង្គមទំនើបច្រើនហើយការប្រស័យតាក់ទងវាងាយបំផុតការលួចលេងឆាតការប្រើ app ចុះឈ្មោះរកដៃគូអីចឹងទៅវាងាយស្រួលធ្វើឲ្យមនុស្សក្បត់គ្នាលឿនមែនទែនមិនថាមនុស្សប្រុសមនុស្សស្រីគឺមានទាំងអស់ចឹងនៅក្នុងការកសាងគ្រួសារមួយត្រូវការលះបង់ពីភាគីទាំងសងខាងលុយកាក់អាចរកបានប៉ុន្តែទំនុកចិត្តបើបាត់ហើយពិបាកស្រោចស្រង់មកវិញអញ្ចឹងនៅក្នុងប្រធានបទហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាខ្វះខាតក៏សូមអធិស្ឋានទុកមុនអរគុណច្រើន